បរិមម្នាក់ដែលនៅក្នុងភ្នែករបស់អ្នកដទៃគាត់ជាមនុស្សស្លូតបូតនិងត្រឹមត្រូវប៉ុន្តែបែរជាបណ្ដោយឲ្យប្រពន្ធរបស់ខ្លួនស៊ូទ្រាំនឹងការឈឺចាប់រហូតដល់ដំណាក់កាលចុងក្រោយទើបបរិមម្នាក់នេះភ្ញាក់ខ្លួននឹកឃើញតាំងពីចាប់ដៃគ្នារូបគេមិនដែលពោលពាក្យទន់ភ្លន់ទៅកាន់ប្រពន្ធសោះនិងរាល់ពាក្យសន្យាដែលមិនធ្លាប់បានធ្វើឲ្យសម្រេចចុងក្រោយបានប្រែទៅជាវគ្គបដិសារីអស់មួយជីវិតថ្ងៃនេះយើងនឹងជជែកគ្នាពីភាពយន្តចាស់ដ៏ចាក់ដោតចិត្តមួយមានចំណងជើងថាភរិយាដ៏ល្អក្រោយពេលទស្សនាចប់អ្នកនឹងយល់ច្បាស់ថាអ្វីដែលធ្វើឲ្យមនុស្សឈឺចាប់បំផុតមិនមែនជាការឆ្លោះប្រកែកគ្នាខ្លាំងៗឡើយប៉ុន្តែវាគឺជាការមើលរំលងនិងការប្រងើយកន្តើយចំពោះគ្នាទៅវិញទេនៅក្នុងសាច់រឿងបរិសុទ្ធនោះគឺជាអ្នកចែវទូកដឹកភ្ញៀវឆ្លងទន្លេដើម្បីរកលុយចិញ្ចឹមគ្រួសារនៅក្នុងភ្នែករបស់អ្នកភូមិគាត់ជាមនុស្សចូលចិត្តជួយអ្នកដទៃស្លូតបូតនិងជាមនុស្សល្អពិតប្រាកដប៉ុន្តែនៅពេលត្រឡប់មកដល់ផ្ទះវិញគាត់បែរជាបរិសុទ្ធដែលមានផ្នត់គំនិតយកខ្លួនឯងជាធំនិងអាត្មានិយមបំផុតភរិយារបស់គាត់ឈ្មោះថៅឈុនគឺជានារីដ៏ស្លូតបូតនិងគ្រប់លក្ខណៈបំផុតនៅក្នុងភូមិពេញមួយជីវិតរបស់នាងគឺស៊ូទ្រាំនឹងការលំបាកគ្រប់បែបយ៉ាងនៅក្នុងចិត្តមានតែស្វាមីនិងកូនព្រមទាំងគ្រួសារទាំងមូលតែលើកលែងតែខ្លួននាងផ្ទាល់តែប៉ុណ្ណោះមិនថាលោកប្តីនិយាយអ្វីឡើយនាងតែងតែតបទៅវិញដោយសម្ដីដ៏ទន់ភ្លន់បំផុតថាខ្ញុំតាមតែអ្នកពាក្យនេះនាងនិយាយអស់រយៈពេលជាង10ឆ្នាំហើយក៏ទ្រាំទ្រនឹងសេចក្តីទុកអស់ជាង10ឆ្នាំដូចគ្នាថ្ងៃនេះជាលើកទី1ហើយដែលថៅឈុនបានដើរតាមប្តីទៅទីប្រជុំជនដើម្បីលក់ជ្រូកដែលនាងបានខំប្រឹងចិញ្ចឹមនាងខំប្រឹងថែទាំជ្រូកនោះរហូតដល់ធំលក់បានលុយ 180,000 យន់លោកប្តីមិនបានគិតច្រើនឡើយគឺប្រមូលលុយទាំងអស់នោះដាក់ក្នុងហោប៉ៅខ្លួនឯងភ្លាមថៅឈុនចង់បានលុយបន្តិចបន្តួចដើម្បីទៅទិញរបស់របរឲ្យកូនលោកប្តីក៏បានរើសចំនួន800 យន់ហុចទៅឲ្យនាងទាំងចិត្តមិនចង់ឲ្យទទួលបានលុយបន្តិចបន្តួចនេះថៅឈុនមានភាពសប្បាយរីករាយជាខ្លាំងនាងបានរត់ទៅទិញរបស់លេងនិងបិចឲ្យកូនទាំងពីរចំណែកឲ្យខ្លួនឯងវិញមិនដាច់ចិត្តទិញអ្វីសូម្បីតែបន្តិចថែមទាំងយកលុយដែលសេសសល់ទាំងអស់ទៅទិញបារីម៉ាកល្បីដែលមានតម្លៃថ្លៃជូនលោកប្តីទៀតផងក្រោយពេលទិញរបស់របររួចរាល់ថៅឈុនដើរកាត់ហាងលក់ខោអាវនាងបានសម្លឹងមើលទៅលើអាវធំមួយដ៏ស្រស់ស្អាតនៅក្នុងហាងនោះជាអាវដែលនាងប្រាថ្នាចង់បានជាយូរមកហើយពេលដែលសាកល្បងពាក់លើរាងកាយនាងមានភាពស្រឡាញ់និងពេញចិត្តជាខ្លាំងប៉ុន្តែពេលសួរនាំពីតម្លៃគឺមានតម្លៃរហូតដល់ 1450 យន់ខណៈដែលលុយនៅក្នុងដៃរបស់នាងបានចាយអស់បាត់ទៅហើយនាងបានត្រឹមតែឈរសម្លឹងមើលដោយខ្សែភ្នែកមិនដាច់អាឡ័យស្របពេលនោះលោកប្តីបានដើរមកដល់គាត់មិនត្រឹមតែមិនគិតទិញឲ្យនាងឡើយថែមទាំងពោលសម្ដីមើលងាយថាសាច់ក្រណាត់ល្អបែបនេះមនុស្សធ្វើស្រែចម្ការដូចជាពួកយើងមួយឆ្នាំអាចពាក់បានប្រមាណដងទៅគ្រាន់តែសម្ដីមួយឃ្លានេះថៅឈុនប្រញាប់ដោះអាវនោះចេញភ្លាមដោយភាពស្ដាប់បង្គាប់ប៉ុន្តែនៅក្នុងចិត្តរបស់នាងពិតជាស្រឡាញ់ខ្លាំងណាស់នាងក៏ដាច់ចិត្តសួរនាំពីតម្លៃម្ដងទៀតតែត្រូវលោកប្តីប្រើសម្ដីខឹងសម្បារដេញឲ្យនាងប្រញាប់ដើរចេញថៅឈុនបានត្រឹមតែដើរចាក់ចេញទៅវិញទាំងក្តីស្រណោះស្រឡាញ់ពេលដើរចេញពីទ្វារភ្លាមលោកប្តីបានយកលេសថាចង់ទិញកូនជ្រូករួចក៏បានទាយកលុយកាក់រៀលដែលសេសសល់តិចតួចនៅក្នុងដៃរបស់នាងត្រឡប់ទៅវិញទាំងអស់ថៅឈុនមិនបានតបតសម្ដីមួយឃ្លាពេលត្រឡប់មកដល់ផ្ទះកូនទទួលបានរបស់លេងមានក្តីសុខជាខ្លាំងលោកប្តីទទួលបានបារីល្អមានភាពរីករាយក្នុងចិត្តប៉ុន្តែនៅពេលដែលកូនស្រីសួរថាតើអ្នកម៉ាក់ទិញអ្វីឲ្យខ្លួនឯងខ្លះថៅឈុនបានត្រឹមតែញញឹមរួចតបថាម៉ាក់មិនបានទិញអ្វីឡើយស្របពេលនោះកូនស្រីបង្កើតរបស់នាងបានមកលេងផ្ទះពេលដឹងថាបងស្រីមិនបានទិញអាវដែលខ្លួនស្រឡាញ់នាងខឹងសម្បាជំនួសបងស្រីជាខ្លាំងរួចបានស្ដីបន្ទោសទៅកាន់បងប្រុសថ្លៃមួយប្រាវភ្លាមនាងថាអ្នកឯងជក់បារីល្អមានតម្លៃថ្លៃតែបងស្រីខ្ញុំរៀបការជាមួយអ្នកឯងច្រើនឆ្នាំអ្នកឯងធ្លាប់ទិញខោអាវថ្មីឬទិញសាប៊ូក្រអូបឲ្យគាត់បានប្រមាណដងទៅលោកប្តីត្រូវបងស្រីស្ដីបន្ទោសរហូតដល់ទាំងសម្ដីបានត្រឹមតែសោយស្ងួតទាំងភាពអៀនខ្មាស់ទោះបីជាយ៉ាងណាក៏ដោយគាត់នៅតែមិនគិតថាខ្លួនឯងមានកំហុសឡើយគឺនៅតែគិតថាខ្លួនឯងជាមេគ្រួសាររឿងរ៉ាវធំតូចនៅក្នុងផ្ទះគឺត្រូវតែរូបគាត់ជាអ្នកសម្រេចចិត្តទាំងអស់សូម្បីតែកូនស្រីចង់ឲ្យចុះហត្ថលេខាលើសៀវភៅកិច្ចការសាលាក៏ត្រូវតែរងចាំឪពុកត្រឡប់មកវិញដែរថៅឈុនគ្មានសិទ្ធិសូម្បីតែសម្រេចចិត្តរឿងបន្តិចបន្តួចរាល់ថ្ងៃថៅឈុនតែងតែទៅជូនបាយលោកប្តីទៀងទាត់ទុកម្ហូបល្អៗឲ្យគាត់ញ៉ាំទាំងអស់នាងត្រូវដាំទឹកលាងជើងបម្រើលោកប្តីធ្វើការផ្ទះនិងធ្វើស្រែចម្ការរៀបចំទុកដាក់គ្រប់យ៉ាងមានរបៀបរៀបរយលោកប្តីគិតថាទាំងនេះជារឿងធម្មជាតិដែលមនុស្សស្រីត្រូវតែធ្វើជាដាច់ខាតថៅឈុនបានប្រាប់ប្តីថាប្អូនស្រីណាត់នាងទៅមើលរថភ្លើងនៅទីប្រជុំជនដែលនេះជាក្តីប្រាថ្នាដែលនាងចង់ឃើញជាយូរមកហើយរថភ្លើងបើកបរអស់រយៈពេល1ឆ្នាំហើយតែនាងមិនទាន់ដែលបានឃើញសូម្បីម្ដងប៉ុន្តែលោកប្តីមិនបានគិតច្រើនឡើយក៏បានបដិសេធភ្លាមថែមទាំងស្ដីបន្ទោសថាប្អូនស្រីនាងជាមនុស្សមិនស្ងប់ចរិតអ្នកស្រែមិនបាច់ទៅមើលឬអ៊ូអែបែបនោះទេថៅឈុនទាំងមួយភាំងរួចក៏ពោលពាក្យដដែលថាខ្ញុំតាមតែអ្នកនាងបានលាក់ទុកក្តីប្រាថ្នានេះនៅក្នុងជំរឿទឹកម្ដងទៀតនាងក៏ចង់ឃើញពិភពលោកខាងក្រៅចង់ជិះឡាននិងចង់ឃើញសមុទ្រដ៏ធំល្វឹងល្វើយដោយដែលគេធ្លាប់និយាយដែរប៉ុន្តែការងារផ្ទះដ៏វឹកវរនិងការប្រងើយកន្តើយរបស់ស្វាមីបានចងភ្ជាប់នាងទុកនៅក្នុងភូមិដាច់ស្រយាលមួយនេះយ៉ាងណែនប្រកក្តីប្រាថ្នាទាំងអស់បានប្រែទៅជាការយល់សប្តិដែលមិនអាចឈានទៅដល់អ្វីដែលគួរឲ្យអាណិតអាសូរបំផុតនោះគឺនៅកណ្ដាលអាត្រិតថៅឈុនស្រាប់តែមានការឈឺចុកចាប់នៅក្នុងពោះយ៉ាងខ្លាំងតែពេលឃើញលោកប្តីកំពុងដេកលក់នាងបានត្រឹមតែខំថ្មីស៊ូទ្រាំនឹងការឈឺចាប់ពេញមួយយប់នាងមិនហ៊ានដាស់គាត់ឲ្យភ្ញាក់ឡើយថ្ងៃបន្ទាប់លោកប្តីបង្ខំឲ្យនាងទៅលក់ជ្រូកថៅឈុនប្រាប់ថាខ្លួនឯងឈឺពោះខ្លាំងណាស់តែលោកប្តីមិនបានយកចិត្តទុកដាក់ទាល់តែសោះគាត់គិតថានាងចង់ជិលច្រអូសគាត់បានហុចថ្នាំបំបត្តិការឈឺចាប់ធម្មតាមួយឲ្យនាងញ៉ាំរួចក៏បង្ខំឲ្យនាងប្រញាប់ដើរចេញពីផ្ទះពេលទៅដល់ទីប្រជុំជនលោកប្តីរវល់តែលក់ជ្រូកចំណែកឯថៅឈុនបានត្រឹមតែអង្គុយរងចាំនៅក្បែរនោះយ៉ាងស្ងប់ស្ងាត់ឮអ្នកភូមិពោលពាក្យសរសើរថានាងជាភរិយាដ៏ល្អពូកែខាងចិញ្ចឹមជ្រូកនិងមើលថែគ្រួសារនាងទើបតែលេចចេញនៅស្នាមញញឹមដ៏មានក្តីសុខបន្តិចតែនាងមិនដឹងឡើយថាជំងឺដ៏សាហាវកំពុងតែបំផ្លាញរាងកាយរបស់នាងបន្តិចម្ដងក្រោយមកថៅឈុននាំកូនឡើងភ្នំទៅកាត់ស្មៅជ្រូកខណៈពេលដែលស្ពាយខ្មៅដ៏ធ្ងន់នៅក្នុងពោះរបស់នាងចាប់ផ្ដើមមានការឈឺចុកចាប់យ៉ាងខ្លាំងម្ដងទៀតនាងនៅតែខំថ្មិញស៊ូទ្រាំមិននិយាយសូម្បីមួយឃ្លាលុះត្រាតែកូនស្រីរត់ទៅប្រាប់ឪពុកលោកប្តីនៅតែគិតថាវាជាជំងឺពោះវៀនធម្មតាគាត់គ្រាន់តែនាំកូនស្រីទៅទិញថ្នាំបំបត្តិការឈឺចាប់ធម្មតាឲ្យម្ដាយបន្តទៀតបន្ទាប់មកគាត់ឲ្យកូនស្រីកាន់ថ្នាំនោះយកទៅឲ្យម្ដាយចំណែកឯរូបគាត់ផ្ទាល់នៅតែបន្តឈរចាំដឹកភ្ញៀវនៅមាត់ទន្លេដែលគាត់មិនបានត្រឡប់ទៅផ្ទះមើលភរិយាឡើយគាត់រវល់តែធ្វើជាមនុស្សល្អនៅក្នុងភ្នែករបស់អ្នកដទៃតែបែរជាមើលរំលងភរិយាដែលខ្លួនស្រឡាញ់ទៅវិញលុះដល់ពេលល្ងាចពេលត្រឡប់មកដល់ផ្ទះ
ផ្ទះមានសភាពស្ងាត់ចងំគ្មានបាយទឹកហើយថៅឈុនក៏មិននៅផ្ទះដែរលោកប្តីមិនត្រឹមតែមិនបារម្ភឡើយថែមទាំងមានកំហឹងពេញខ្លួនគិតថាភរិយាមិនព្រមធ្វើការផ្ទះពេលដែលថៅឈុនអូសរាងកាយដ៏ទន់ខ្សោយនិងមានជំងឺមកដល់ផ្ទះលោកប្តីបែរជាប្រើសម្ដីខឹងសម្បាស្ដីបន្ទោសឲ្យនាងភ្លាមថាផ្ទះត្រជាក់ស្រេបគ្មានបាយទឹកកូនកំពុងតែឃ្លានតើនេះសមជាផ្ទះដែរឬទេថៅឈុនមិនបានបកស្រាយអ្វីទាំងអស់នាងបានត្រឹមតែដើរទៅបង្កាត់ភ្លើងធ្វើបាយឲ្យគាត់យ៉ាងស្ងប់ស្ងាត់ពេលឃើញជើងលោកប្តីមានរបួសបន្តិចបន្តួចនឹងឮគាត់ស្ដីបន្ទោសថានាងមកផ្ទះយឺតមិនបានមើលថែគាត់នាងបែរជានិយាយពាក្យសំទោសនិងបន្ទោសខ្លួនឯងទៅវិញថាសុទ្ធតែជាកំហុសរបស់ខ្ញុំមកផ្ទះយឺតពេកហើយរហូតដល់ថ្ងៃបន្ទាប់ថៅឈុនឈឺខ្លាំងរហូតដល់មិនអាចក្រោកពីគ្រែរួចអូនស្រីប្រញាប់បញ្ជូននាងទៅមន្ទីរពេទ្យសម្ដីមួយឃ្លារបស់គ្រូពេទ្យបានធ្វើឲ្យគ្រួសារមួយនេះត្រូវដួលរលំទាំងស្រុងរហូតដល់ថ្ងៃបន្ទាប់ថៅឈុនឈឺខ្លាំងរហូតដល់មិនអាចក្រោកពីគ្រែរួចអូនស្រីប្រញាប់បញ្ជូននាងទៅមន្ទីរពេទ្យសម្ដីមួយឃ្លារបស់គ្រូពេទ្យបានធ្វើឲ្យគ្រួសារមួយនេះត្រូវដួលរលំទាំងស្រុងថៅឈុនត្រូវបានរកឃើញថាមានជំងឺមហារីកពោះវៀនដំណាក់កាលចុងក្រោយព្រោះតែបញ្ជូនមកយឺតពេលគ្រូពេទ្យស្ដីបន្ទោសថាហេតុអ្វីបានជាពួកអ្នកមិនបញ្ជូននាងមកពិនិត្យឲ្យបានលឿនជាងនេះទទួលបានដំណឹងនេះលោកប្តីភ័យស្លន់ស្លោរហូតដល់កាំងស្មារតីគឺដោយសារតែការប្រងើយកន្តើយនិងការគិតថាជាកាតព្វកិច្ចធម្មតារបស់គាត់ទើបបណ្ដោយឲ្យជំងឺរបស់ភរិយាវិវត្តទៅជាធ្ងន់ធ្ងររហូតដល់គ្មានឱសថព្យាបាលក្នុងពេលគាត់សម្លឹងមើលគេរុញភរិយាចូលបន្ទប់សង្គ្រោះជាលើដំបូងពេលនេះហើយគឺជាពេលគាត់ភ័យខ្លាចជាខ្លាំងអូនស្រីយំស្ដីបន្ទោសគាត់ថាជាមនុស្សគ្មានធម៌មេត្តាមិនដែលចាត់ទុកបងស្រីនាងជាមនុស្សឡើយគាត់កំពុងគិតថាប្រសិនបើគ្មានភរិយាទេបំណងប្រាថ្នាទាំងអស់ក្នុងជីវិតរបស់គាត់និងគ្រួសារក៏ត្រូវរលាយដូចគ្នាលោកប្តីអង្គុយនៅមាត់ទន្លេយំបន្ទោសខ្លួនឯងម្ដងហើយម្ដងទៀតថាហេតុអ្វីបានជាខ្ញុំមិនខ្វល់ខ្វាយពីនាងឲ្យបានច្រើនជាងនេះហេតុអ្វីមិននាំនាងមកពេទ្យឲ្យបានលឿនហេតុអ្វីត្រូវបដិសេធបំណងប្រាថ្នាតូចតាចរបស់នាងម្ដងហើយម្ដងទៀតពេលត្រឡប់មកដល់ផ្ទះឃើញកូនស្រីតូចកំពុងតែធ្វើត្រាប់តាមសកម្មភាពរបស់ម្ដាយធ្វើបាយឲ្យប្អូនប្រុសនិងដាំទឹកលាងជើងឲ្យឪពុកលោកប្តីឈឺចាប់នៅក្នុងចិត្តដូចជាត្រូវគេយកមកជួលមកចាក់ជានិច្ចពាក្យសម្ដីរបស់លោកតាអ្នកចិត្តខាងម្នាក់បានធ្វើឲ្យគាត់ញាក់រលឹកថាមនុស្សយើងមួយជាតិសាសន៍នេះមានលុយឬគ្មានលុយមិនសំខាន់ឡើយអ្វីដែលសំខាន់គឺមានមនុស្សម្នាក់ដែលចេះខ្វល់ខ្វាយនិងស្រឡាញ់ឯងពិតប្រាកដគាត់ទើបតែដឹងថាខ្លួនឯងមានភរិយាដ៏ល្អបំផុតនៅលើโลกតែបែរជាយកចិត្តស្មោះរបស់នាងមកជន់ឈ្លីក្រំបាតជើងទៅវិញតែគ្រប់យ៉ាងហួសពេលអស់ហើយថៅឈុនមិនព្រមសម្រាកនៅពេទ្យឡើយនាងចង់ត្រឡប់មកផ្ទះវិញនេះជាលើកទី1ហើយដែលនាងបានជិះឡាននាងមានភាពសប្បាយរីករាយដូចជាកូនក្មេងអញ្ចឹងលោកប្តីសម្លឹងមើលនាងទាំងចិត្តជូរចត់ជាខ្លាំងពេលមកដល់ផ្ទះលោកប្តីជាលើកដំបូងហើយដែលដាំទឹកលាងមុខឲ្យនាងនិងបានឲ្យនាងជាអ្នកចុះហត្ថលេខាលើសៀវភៅកិច្ចការរបស់កូនស្រីនេះជាលើកទី1ក្នុងរយៈពេលជាង10ឆ្នាំដែលថៅឈុនបានធ្វើជាម្ចាស់លើខ្លួនឯងនិងបានសរសេរឈ្មោះរបស់ខ្លួនឯងដើម្បីសម្រាលវិបត្តិសេរីជាច្រើនថ្ងៃបន្ទាប់គាត់បានរត់ទៅហាងទិញអាវធំដែលនាងស្រឡាញ់ប៉ុន្តែអាវនោះត្រូវគេទិញបាត់ហើយគាត់ដើរមកផ្ទះវិញទាំងចិត្តខុសឆ្គងស្រាប់តែឃើញប្អូនស្រីបានទិញអាវនោះឲ្យបងស្រីរួចរាល់ឃើញភរិយាពាក់អាវថ្មីមានក្តីសុខលោកប្តីមានអារម្មណ៍ស្មុគស្មាញជាខ្លាំងព្រោះអ្វីដែលគាត់ជំពាក់នាងមិនមែនត្រឹមតែអាវមួយនោះឡើយថៅឈុនដឹងថាពេលវេលារបស់ខ្លួនមានមិនច្រើនឡើយនាងបានខំប្រឹងដេរខោអាវឲ្យកូនទាំងយប់ហើយចង់ដេរអាវមួយឲ្យលោកប្តីដែរតែខ្លាចខ្លួនឯងធ្វើមិនទាន់ពេញមួយជីវិតរបស់នាងគឺខ្វល់ខ្វាយពីគ្រួសាររហូតដល់វិនាទីចុងក្រោយលោកប្តីចាប់ដៃនាងរួចប្រាប់ថាទៅថ្ងៃមុខគាត់លែងឲ្យនាងស្ដាប់តាមគាត់ទៀតហើយគឺរូបគាត់ជាអ្នកស្ដាប់តាមនាងវិញគាត់នឹងនាំនាងទៅមើលរថភ្លើងទៅថតរូបនិងទៅមើលសមុទ្រដ៏ធំល្វឹងល្វើយដែលនាងប្រាថ្នាចង់ឃើញអស់មួយជីវិតព្រឹកព្រលឹមឡើងលោកប្តីបានរុញរទេះរុញដោយមានថៅឈុនស្លៀកពាក់អាវថ្មីដ៏ស្រស់ស្អាតអង្គុយនៅលើនោះពួកគេទាំងពីរនាក់បានធ្វើដំណើរទៅកាន់ទីប្រជុំជនជាមួយគ្នាដើម្បីទៅសម្រេចក្តីប្រាថ្នាចុងក្រោយនៅក្នុងជីវិតប៉ុន្តែជីវិតរបស់មនុស្សយើងតែងតែចូលចិត្តនិយាយពាក្យថារងចាំថ្ងៃក្រោយរងចាំពេលទំនេររងចាំមានលុយនិងមានពេលវេលាតែរងចាំចុះរងចាំឡើងក៏ត្រូវបាត់បង់ឱកាសនិងទទួលបានវិបត្តិសេរីអស់មួយជីវិតសូមកម្រងចាំរហូតដល់បាត់បង់អស់ទើបចេះដឹងតម្លៃមនុស្សដែលតែងតែនិយាយពាក្យថាខ្ញុំតាមតែអ្នកគឺជាមនុស្សដែលអ្នកត្រូវប្រើបេះដូងទៅស្រឡាញ់និងមើលថែបំផុតកុំគិតថាការលះបង់របស់មនុស្សដែលស្រឡាញ់អ្នកបំផុតមកចាត់ទុកជាកាតព្វកិច្ចធម្មតាឲ្យសោះកុំបណ្ដោយឲ្យការភ្ញាក់រលឹកដ៏យឺតយ៉ាវនេះក្លាយជាវបដិសារីដែលមិនអាចប៉ះប៉ូវបានអស់មួយជីវិតខ្ញុំគឺផាន់សូមអរគុណចំពោះការទស្សនាសង្ឃឹមថានឹងបាន follow ដើម្បីបានជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ